ជំរាបសួរបងអាណាព្យាបាលគ្រូអ្នកគ្រូក៏ដូចជាបងប្អូនសិស្សនិស្សិតទាំងអស់ថ្ងៃនេះខ្ញុំសូមនិយាយពីចំណាប់អារម្មណ៍ខ្ញុំចំពោះថ្នាក់បឋមពួកឯងខ្ញុំឃើញមានបងខ្លះគាត់អត់សូវយល់អត់ស្គាល់អំពីថ្នាក់បឋមហ្នឹងអានេះតាមគំនិតខ្ញុំដែលជាគ្រូព្រានម្នាក់មានបទពិសោធន៍ក្នុងការបរៀនរយៈពេលជាង10ឆ្នាំហើយខ្ញុំបានស្គាល់ថ្នាក់បឋមនេះនិយាយទៅរយៈពេលដូចជា2ឆ្នាំចុងក្រោយនេះគឺខ្ញុំស្គាល់ថ្នាក់បឋមខ្ញុំមានអារម្មណ៍ថាវាពិតជាងាយស្រួលហើយវាល្អសម្រាប់គ្រូបរៀនក៏ដូចជាកូនសិស្សនិស្សិតដែលផលប្រយោជន៍នោះគឺគាត់អាចស្វ័យសិក្សារៀនសូត្រដោយខ្លួនឯងបានហើយនៅក្នុងថ្នាក់បឋមនេះគឺវាមានទាំងលំហាត់មេរៀនក៏ដូចជាវីដេអូដែលតាក់ទងនឹងមេរៀនតាមកម្រិតថ្នាក់ពីទី1ដល់ទី6ហើយខ្ញុំដូចជាឃើញមានគេបញ្ចូលផ្នែកខាងមត្តេយចូលទៀតហ្នឹងហើយសម្រាប់ខ្ញុំគឺជាគ្រូបរិញ្ញាបត្រថ្នាក់ទី6នៅសាលាបឋមសិក្សាហ៊ុនសែនស្លាកែតនៅក្នុងស្រុកគៀនស្វាយនេះអញ្ចឹងខ្ញុំក៏តែងតែឲ្យកូនសិស្សរបស់ខ្ញុំគាត់អនុវត្តលំហាត់ក្នុងហ្នឹងខ្ញុំគិតថាខាងថ្នាក់លើបង្កើតឡើងព្រោះតែគិតថាក្មេងៗចូលចិត្តលេងហ្គេមចូលចិត្តលេងទូរស័ព្ទចូលចិត្តលេងប្រព័ន្ធផ្នែក social media ដូចជា TikTok អីជាដើមអញ្ចឹងរកវិធីបែបណាដើម្បីឲ្យគាត់រៀនតាមទូរស័ព្ទបើគាត់ចូលចិត្តទូរស័ព្ទយើងត្រូវទៅរកវិធីបរៀនគាត់និងស្វែងរកចំណេះដឹងតាមរយៈប្រព័ន្ធ social media ក៏ដូចជាប្រព័ន្ធអេឡិចត្រូនិកនេះហើយវាសំស្របទៅជាមួយនឹងបរិបទឥឡូវនេះគឺជាទាំងចាស់ទាំងក្មេងមិនថាលោកយាយលោកតាឬក៏បងប្អូនកុមារយុវវ័យឬក៏អ៊ំពូមីងអីឥឡូវគ្មានពីណាគេអត់មាន smartphone ប្រើទេណាយ៉ាងហោចណាស់ម្នាក់ក៏មួយយ៉ាងតិចដែរហើយបើសម្រាប់ខ្ញុំប្រើ2អានេះមួយនិងអាថតកំពុងថតនេះមួយទៀតអញ្ចឹងវាឆ្លុះបញ្ចាំងអំពីថាមនុស្សបច្ចុប្បន្នគឺចូលចិត្តប្រើអេឡិចត្រូនិកគ្រឿងដូចជាឧបករណ៍អញ្ចឹងបានក្រសួងបង្កើតខ្ញុំគិតថាគាត់បង្កើតត្រឹមត្រូវហើយព្រោះអីវាផ្ដល់ភាពងាយស្រួលដល់គ្រូបរិញ្ញាបត្រក៏ដូចជាសិស្សានុសិស្សក្នុងការសិក្សាស្វែងយល់ដោយខ្លួនឯងហើយសម្រាប់សិស្សវិញគឺនៅក្នុងនេះមានមេរៀនក៏ដូចជាលំហាត់ដូចខ្ញុំបញ្ជាក់ខាងមុខអញ្ចឹងវាមាននៅក្នុងនឹងច្រើនហើយតាមកម្រិតនីមួយអញ្ចឹងបើសិនជាគាត់ដូចសិស្សខ្ញុំគាត់រៀនថ្នាក់ទី6អញ្ចឹងគាត់អាចរៀននៅមេរៀនដោយខ្លួនឯងរៀនមុនគ្រូការពិតការរៀនមិនមែនចាំតគ្រូបរិញ្ញាបត្រទើបអាចរៀនបានទេសិស្សគួរតែរៀនមុនគ្រូគួរតែយប់ឡើងគាត់អាចរៀនមេរៀនថ្មីដែលគ្រូដែលស្អែកនឹងត្រូវរៀនរំលឹកមេរៀនចាស់ហ្នឹងហើយមើលមេរៀនដែលកំពុងតែរៀនហ្នឹងហើយរៀនមិនចេះជួនកាលគាត់បើកមើលទៅដដែលគាត់ធុញអញ្ចឹងគាត់អាចទាញទូរស័ព្ទមកធ្វើថ្នាបឋមនៅក្នុងនោះមានលំហាត់អញ្ចឹងគាត់អាចស្វែងយល់សិក្សាបន្ថែមទៀតគាត់អាចចាប់បាននៅចំណុចណាដែលគាត់មិនទាន់យល់មិនទាន់ច្បាស់ស្អែកព្រឹកឡើងសួរគ្រូបន្តទៀតអាហ្នឹងខ្ញុំគិតថាវាល្អបែបហ្នឹងហើយបើលោកគ្រូអ្នកគ្រូវិញក៏ងាយស្រួលទៀតឥឡូវថ្នាក់បឋមគេមានដាក់បញ្ចូលនៅតេស្តប្រចាំខែនិងតេស្តឆមាសចូលទៀតហើយអាចថែមទាំងអាចបានវាស់ស្ទង់នៅសមត្ថភាពសិស្សកម្រិតភាពចេះដឹងរបស់សិស្សជួយសិស្សរហូតដល់ជួយសិស្សរៀនយឺតបានន័យថាគាត់រៀនអត់ទាន់គេអញ្ចឹងយើងអាចគាត់ថាសិស្សរៀនយឺតអញ្ចឹងមានកម្រិតនៃលំហាត់ដើម្បីយកទៅបង្ហាញគាត់ឲ្យគាត់អនុវត្តឲ្យសមស្របទៅនឹងកម្រិតនៃការចេះដឹងរបស់គាត់ហើយយើងអាចអភិវឌ្ឍគាត់ឲ្យគាត់តែម្ដងឲ្យគាត់បានយល់នឹងឲ្យចេះមេរៀនរៀនតន់គេនិយាយទៅអញ្ចឹងខ្ញុំគិតថាវាល្អមែនតើហើយខ្ញុំអត់ដឹងថាបងអាណាព្យាបាលមួយចំនួនគាត់អត់តន់យល់អត់តន់ស្គាល់ពី PLP នឹងយ៉ាងម៉េចមិនដឹងទេអានេះខ្ញុំនិយាយពីអារម្មណ៍របស់ខ្ញុំមិនមែននិយាយដើម្បីអាងតែខ្លួនឯងគ្រូនិយាយកាន់ជើងអីអត់ទេតែខ្ញុំជាក់ស្ដែងបើសិនជាខ្ញុំមានកូនក៏ខ្ញុំឲ្យគាត់ធ្វើតែហើយវាគួរតែល្អទាំងថាអីបងអាណាព្យាបាលមានថ្នាក់បឋមនេះមានករណីសម្រាប់សិស្សរៀងខ្លួនគ្រប់គ្នាទាំងអស់មានសម្រាប់គ្រូសម្រាប់សិស្សម្នាក់មួយអញ្ចឹងបងយប់ឡើងគួរតែចំណាយពេលដើម្បីវឹកហាត់បង្រៀនពួកគាត់បងនិយាយថាខ្ញុំបរៀនមិនទៅខ្ញុំអត់ចេះបងនៅក្នុងនោះមានលំហាត់អញ្ចឹងបងគ្រាន់តែចំណាយពេលឲ្យគាត់
mong quỳ cái bài bón hơi ở bón ăn vọt lùm hạt hay pe để cho tớ cái gì tha trâm trừ chẳng pe để bón lư tha con anh thơ ban thử chờ nó con anh bạc cài á lực thực chặt quạt và thành tới quạt cầm tại chu thèm tiền trắng quạt rất tài trong riêng quạt rất tài ở xa thưa anh nằng trắng công ao chia viên tha công ao hơi tủ sao này con này vô tơ hiền ạ vô tơ hiền luôn ai nhỉ chẳng quạt vô tớ quạt trầu bị tục bát quạt ập bạc phi ở phí quạt tự bạc ấy sền trắng sẽ công tha bong bón đằng châu rùm không ca bằng riêng nãy vô cho tục đại cho mỗi côn mình mẹn do côn tơ hiện nó lá bông tục cháo hay bông vậy tha bông là buổi ở tây bông côn bón hết chỉ con sợ nhom chân dương từng ở này trơi tay ấy trơi tay xã hạ ca khni mà mẹn vô tới tục ở ta khu biển tới hay đọc mai ở vậy ta là buổi lên thở ấy ở tây bông ở tây thở tay châu rùm cho mỗi khni nơi lá cứ khu biển mà đọc té cứ chia cả tập cách rồi bó anh áp chia bà chia gì mọi quạt anh vọt lồng hạt tại ban chởn mơ mê riêng an ná ca nghe đại cừu đã ao cây cà té bong ở xa xuống con thơ cây cà té hoi nữ là ngày hay ở mẹp sơ nhóm pe chop nhóm tay tại co cho hạt lệ khá nơi lơ cây ca nghe mua đường vô đã cài trong ban đây tha mua đường vô ca nghe tại cừu cát rồi trong cắt mạ bà trong mạ bà ai bình luận mơ ca sắc xa bỏ cô ná lụm hạt cái đôi chia ca xe bỏ cô tham biên ở miền rộng biệp riệp rồi nở lọ nở trăm tơ nở bớt sân chật khó tội ấy bong ai này nằm quạt bật thèm thuộc bài ní ca sắc xa rồi bỏ sót nhưng chưa ta viên năng lọ bật xa viên năng chập lọ chập từ tổ ban là tập họ lọ chìm khăn đấy bớt sân chật bong bong showroom từ ở cái này ở con miền chừng ngọt ấy bong ai kho su bật thèm hay bởi nhóm ai chơi bán nhóm năng sao chú tay bớt sân chỉ nhóm mình thôn chấp ba trong chừng đợi tăng thế nhóm nhận vô chừng đợi tăng tơ xua cây bật tao tiếp đậm bởi một bọ sài chuồn bong ở con